ខ្ញុំជូនសារទៅណែសូមកុំបំផន់ការភ្លេចភ្លាំងប្រវត្តិសាស្ត្រវង្វេងប្រវត្តិសាស្ត្រឬបំភ្លៃប្រវត្តិសាស្ត្រណែធ្វើមិនបានទេកិច្ចព្រមព្រៀងបារាំងសៀមអមដោយផែនទីកាលពីឆ្នាំ1907ណែត្រូវតែគោរពបើណែមិនគោរពទេគឺស្មើនឹងចោលយើងប្រើផែនទីត្រឹមត្រូវរបស់យើងតាមដោយច្បាប់អន្តរជាតិតាមច្បាប់អន្តរជាតិណែចុះហត្ថលេខាជាមួយនឹងបារាំងនៅពេលនោះណែត្រូវតែទទួលស្គាល់ដោយសារណែឯងមិនទទួលស្គាល់ផែនទីនោះហើយគូសផែនទីខ្លួនឯងទើបមានរឿងនេះកើតឡើងដូច្នេះបង្កវិនាសកម្មសម្រាប់ប្រជាជនកម្ពុជាឥឡូវសូម្បីតែអ្នកទៅនឹងកូនខ្ចីអ្នកដែលមានផ្ទៃពោះក៏មកកាន់ទីនេះមនុស្សចាស់ជនពិការក៏មកកាន់ទីនេះតើប្រជាជនកម្ពុជាចង់បានទេយើងអត់ចង់បានទេខ្ញុំជឿជាក់ថាប្រជាជនថៃក៏មិនចង់បានដែរក៏ប៉ុន្តែមានជនល្មោកសង្គ្រាមមួយកំតូចដែលចង់ធ្វើរឿងនេះចំនួននយោបាយនៅឯបាងកកបានផ្ទេរចំនួនមកកាន់ព្រំដែនកម្ពុជាថៃអ្នកត្រូវយល់មិនមែនកម្ពុជាល្ងងដែលមិនដឹងរឿងរបស់ឯង